ស្អាតបងប្អូនទេសភាពប្រទេសកម្ពុជាឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលភ្នំខ្នងក្រពើណាស់ស្អាតណាស់បងប្អូនស្អាតខ្លាំងណាស់ស្អាតខ្លាំងណាស់អូយូស្អាតទេបងប្អូនទាំងអស់គ្នាស្អាតទេឃើញផ្ទាល់វិញគឺរំភើបហើយបងប្អូនវាស្មៅពណ៌បៃតងធំល្វឹងល្វើយ the best oh my god best Okay let's go ថ្ងៃនេះគឺបន្តដំណើរឥឡូវនេះខ្ញុំកំពុងតែនៅកន្លែងឡានទូកទៅកាន់កោះស្ដេចឥឡូវខ្ញុំត្រឡប់ពីកោះស្ដេចមកវិញហើយគឺខ្ញុំត្រូវធ្វើដំណើរបន្តខ្ញុំចេញពីនេះទៅគឺទៅជីផាតកាត់តាមជីផាតបន្តទៅរ៉ែងបន្តឡើងតាមផ្លូវគេឈូសថ្មីទៅកាន់ខ្នងផ្សារហើយបន្តទៅកាន់ភ្នំខ្នងក្រពើអញ្ចឹងគោលដៅដែលខ្ញុំសម្រាកនេះគឺនៅភ្នំខ្នងក្រពើឥឡូវខ្ញុំចេញពីកោះស្ដេចទៅហើយគោលដៅរបស់ខ្ញុំយប់នេះដែលខ្ញុំសម្រាកនេះគឺនៅភ្នំខ្នងក្រពើហើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់មិនបានចេញពីកោះស្ដេចរួចទៅសម្រាប់នៅក្នុងខ្នងក្រពើភ្នំខ្នងក្រពើគឺស្ថិតនៅក្នុងតំបន់អរ៉ែងនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលបាទហើយអញ្ចឹងខ្ញុំធ្វើដំណើរចេញពីកោះស្ដេចនេះទៅគឺខ្ញុំត្រូវបុកទៅជីផាតហើយខ្ញុំចេញពីជីផាតខ្ញុំបុកតាមផ្លូវព្រៃ40គីឡូទៅកាន់តំបន់អរ៉ែងហើយទើបខ្ញុំបន្តពីតំបន់អរ៉ែងឡើងទៅភ្នំខ្នងផ្សារផ្លូវថ្មីខ្ញុំអត់ជិះតាមផ្លូវចាស់ដែលចេញតាមជាំស្លាហើយទៅកាត់រោងជំនាញកាត់អីទេអត់ទេខ្ញុំជិះតាមផ្លូវថ្មីយើងចេញពីតំបន់អរ៉ែងទៅគឺយើងឡើងទៅភ្នំខ្នងផ្សារ Yes ហើយទៅយើងបន្តពីខ្នងផ្សារទៅកាន់ភ្នំខ្នងក្រពើហើយគោលដៅខ្ញុំសម្រាប់យប់នេះគឺនៅភ្នំខ្នងក្រពើដោយសារតែមួយរយៈនេះឃើញសហគមន៍នៅខាងរលាក់កងជើងគាត់បានទៅជួសជុលផ្ទះស៊ីអាយអញ្ចឹងផ្លូវធ្វើដំណើរក៏ប្រហែលជាមិនជាពិបាកទេដោយសារតែពួកគាត់ជិះចុះជិះឡើងរហូតអញ្ចឹងណាអញ្ចឹងអូខេយើងចាំមើលវីដេអូទាំងអស់គ្នាថាតើការធ្វើដំណើរមួយនេះគឺនឹងមានឧបសគ្គអីខ្លះព្រោះបើនិយាយទៅគឺយើងជិះកាត់ភ្នំច្រើនមែនតើខ្ញុំនៅក្នុងទឹកដីកោះកុងដដែលទេហើយយប់នេះក៏ខ្ញុំទៅគេងនៅក្នុងទឹកដីកោះកុងដែរតែគ្រាន់តែថាវាមកខាងម្នាក់មួយនៅសមុទ្រមួយនៅតំបន់ភ្នំជាតិជួរភ្នំក្រវាញកណ្ដាលហើយឃើញថានៅខ្នងក្រពើឃើញតែស្មៅលាស់លឿនមែនតើវាដោយសារតែឆ្នាំនេះគឺមានភ្លៀងកក់ខែច្រើនមែនតើហ្នឹងហើយភ្លៀងកក់ខែឡើងច្រើនមែនតើដល់ពេលអញ្ចឹងធ្វើឲ្យស្មៅរុក្ខជាតិមានអារម្មណ៍ថាវានៅក្នុងរដូវប្រាំងតែវានៅតែបៃតងបាទអញ្ចឹងទៅឃើញស្មៅលាស់លឿនមែនតើយ៉ាដែលជាហេតុធ្វើឲ្យតាក់ទាញចិត្តខ្ញុំដែលខ្ញុំចេញពីនេះចេញពីកោះស្ដេចនេះគឺបន្តទៅភ្នំខ្នងក្រពើតែម្ដងហ្នឹងហើយឥឡូវចាំតើមើលវីដេអូនៃការធ្វើដំណើររបស់គ្នាកុំនិយាយច្រើនពេកតែនិយាយច្រើនពេកបែកអូហូស្ទឹងចាំមើលស្ថានភាពតាមផ្លូវទៀតខ្ញុំនឹងអាប់ដេតជាបន្តឲ្យបងប្អូនទាំងអស់គ្នាមើលហើយយើងនេះទៀតខ្ញុំតែម្នាក់ឯងទេប៉ុន្តែនៅពេលដែលខ្ញុំទៅដល់តំបន់អរ៉ែងគឺខ្ញុំមានបងអូនធាដែលគាត់ជា guide នៅតំបន់អរ៉ែងហ្នឹងដែលខ្ញុំតែងតែយកគាត់ដើម្បីឲ្យជូនខ្ញុំទៅតំបន់ជាច្រើននៅក្នុងតំបន់អរ៉ែងចាហើយទៅជើងនេះគឺខ្ញុំទៅយកគាត់ទៅ2នាក់ហើយថ្ងៃនេះដែរក៏មានបងប្អូន
បងហើយនឹងបងគាត់ធ្វើដំណើរពីតំបន់អរ៉ែងទៅកាន់ភ្នំខ្នងក្រពើដូចគ្នា yes គាត់ទៅគ្នាគាត់ប្រហែលជា10នាក់ជាងអញ្ចឹងយើងនឹងជួបគ្នានៅភ្នំខ្នងក្រពើគាត់ប្រហែលជាចេញទៅមុនខ្ញុំហើយគាត់ចេញតាំងពីព្រឹកគាត់ចេញពីតំបន់អរ៉ែងអញ្ចឹងគាត់ប្រហែលជាទៅដល់មុនខ្ញុំហើយឥឡូវខ្ញុំឡើងមកដល់ផ្លូវខ្សែពូថងហើយហ្នឹងហើយផ្លូវគឺថាលងស្រិលស្អាតតែម្ដងអូខេប៉ុណ្្នឹងសិនចុះចាំយើងជួបគ្នានៅសកម្មភាពតាមផ្លូវជាបន្តទៀតឥឡូវនេះដល់ការ៉ាសាំងហើយគឺចូលចាក់មកពេញសិនព្រោះថ្ងៃខ្ញុំមកខ្ញុំចាក់នៅចាក់នៅឡៃណាចេះនេះពេលដែលខ្ញុំមកខ្ញុំចាក់នៅណាចេះភ្លេចបាត់ហើយបងប្អូននេះខួរគាត់អន់មែនសុំធម្មតាមកពេញថ្ងៃខ្ញុំមកខ្ញុំចាក់នៅដងទឹកខ្ញុំភ្លេចហងក៏យកនឹកនាំនឹកឃើញអញ្ចឹងពីដងទឹកមកដល់នេះវាចូលប្រហែលជា60គីឡូអញ្ចឹងខ្ញុំត្រូវចាក់មកពេញទៀតហើយ12000រៀលអញ្ចឹងទៅដល់ជីផាតខ្ញុំត្រូវចាក់មកពេញទៀតអរគុណបាទព្រោះត្រូវជីទៅក្នុងផ្សារទៅអីចឹងត្រូវចាក់ឲ្យហើយព្រោះចាក់សង្ការៈស្រួល yes បាទជីទៅជីផាតឡើងទៅក្នុងផ្សារហើយបានចោះទៅបំពេញចោះតាមកំពង់ស្ពឺទៅវិញអញ្ចឹងខ្ញុំត្រូវទៅដល់ជីផាតខ្ញុំចាក់មកពេញទៀតហើយខ្ញុំអាចជីទៅក្នុងផ្សារក្នុងកំពើចុះពីក្នុងកំពើមកទៅភូមិចាំទៅចាក់នៅលក្ខខងជើងបានអរគុណបងyes បានសាំងមកពេញហើយគឺលែងជាបញ្ហាហើយគឺយើងបន្តដំណើររហូតដល់ជីផាតទៅខ្ញុំចាក់មកពេញទៀតហ្នឹងហើយខ្ញុំក្តោបបានថាខ្ញុំធ្វើដំណើរច្រើនឆ្នាំមែនតើអញ្ចឹងខ្ញុំដឹងថានៅកន្លែងណាមានការ៉ាសាំងនៅកន្លែងណាមានការ៉ាសាំងខ្ញុំស្មានជាមួយម៉ូតូខ្ញុំតែខ្ញុំជិះបាន100គីឡូហើយខ្ញុំអាចចាក់នៅកន្លែងណាបានអញ្ចឹងណាមែនតើខ្ញុំមកទោសចុះមិនថាមើងងាយអីពួកគាត់ទេដោយសារតែចាក់សាំងដបវាឧស្សាហ៍មានបញ្ហាខ្លាំងពេកធ្វើឲ្យម៉ូតូពេលខ្លះម៉ូតូយើងជិះ smooth ដល់ពេលយើងចូលចាក់សាំងដបវាធ្វើឲ្យមានបញ្ហាដល់ពេលយើងគឺពិបាកមែនតើហើយម៉ូតូដូចពួកខ្ញុំម៉ូតូនេះគឺនៅតាមតំបន់ភូមិមួយចំនួនគឺអត់មានជាងចេះធ្វើទេអញ្ចឹងយើងត្រូវប្រយ័ត្នមែនតើហើយមុនពេលខ្ញុំចេញពីភ្នំពេញមកគឺខ្ញុំ maintenance វាខ្លាំងមែនតើខ្ញុំអត់ដែលជិះទៅដល់ទុកនៅផ្ទះហើយពេលត្រូវជិះយកជិះទៀតទេគឺពេលទៅដល់គឺខ្ញុំត្រូវឆែកមើលវាម្ដងតែវាមានបញ្ហាអីចឹងព្រោះដោយសារតែខ្ញុំធ្វើដំណើរច្រើនអញ្ចឹងខ្ញុំត្រូវប្រយ័ត្នមែនតើជាមួយនឹងម៉ូតូបាទខ្លាចវាមានបញ្ហាអីចឹងណាបងប្អូនស្អាតទេភាពស្អាតមែនតើបាទហើយនេះមានផ្កាស្មៅនេះសស្អាតទាំងសងខាងផ្លូវច្រើនមែនតើអូខេបោបាច់ច្រើនណាប៉ុណ្្នឹងសិនចុះជិះម៉ូតូផ្លែសិនបងប្អូនស្អាតបាទតែវាស្អាតមែនតើបងប្អូនទាំងអស់គ្នាវាដូចមិនមែនរដូវប្រាំងដូចនៅក្នុងរដូវវស្សាអញ្ចឹងបៃតងហើយមេឃអ៊ូអាប់ភ្លៀងហ្នឹងមេឃតែកុំភ្លៀងហើយចូលធ្វើដំណើរទៅពីជីផាតទៅអរ៉ែងពីអរ៉ែងទៅខ្នងសាពីខ្នងសាទៅខ្នងកំពើគឺផ្លូវមិនធម្មតាទេផ្លូវភ្នំហើយដីល្អល់បើសិនជាពេលដែលមានភ្លៀងណាបាទអូខេបងប្អូនឥឡូវខ្ញុំមកដល់រង្វង់មូលខ្សែពូថងវិញហើយអញ្ចឹងខ្ញុំត្រូវបត់ស្ដាំដើម្បីបន្តដំណើរទៅជីផាត
ហើយបើយើងបត់ឆ្វេងទៅទីរួមខេត្តកោះកុងតាមពិតទៅអរ៉ៃក៏យើងអាចបត់ឆ្វេងបានដែរតែគ្រាន់តែថាវាឆ្ងាយមិនយើងជិះពីនេះទៅដល់វាល2វាចូលប្រហែលជា80គីឡូបាទហើយយើងនៅចូលពីវាល2ទៅកាន់តំបន់អរ៉ៃ70គីឡូទៀតអញ្ចឹងវា150គីឡូអញ្ចឹងបើសិនជាខ្ញុំជិះតាមជីផាតខ្ញុំជិះពីនេះទៅជីផាតវាប្រហែលជា30គីឡូជាងទេហើយខ្ញុំបន្តពីជីផាតទៅកាន់តំបន់អរ៉ៃ40គីឡូទៀតអញ្ចឹងខ្ញុំជិះអត់ដល់100គីឡូទេអញ្ចឹងវាខុសគ្នាច្រើនដែរហ្នឹងហើយបងប្អូនប៉ុន្តែផ្លូវពីជីផាតទៅតំបន់អរ៉ៃនេះបើរដូវវស្សាភ្លៀងជោកជាំតែម្ដងគឺវានឹងពិបាកវានឹងល្អល់ខ្លាំងហើយវាមានចំណុចខ្លះទឹកហូរច្រោះដាច់ផ្លូវអញ្ចឹងណាអញ្ចឹងវាយើងធ្វើដំណើរបាននៅរដូវប្រាំងចេះវាអត់ទៅជាពិបាកទេវាអាចធ្វើដំណើរបានដែលចង់ជំរាបជូនបងប្អូនទាំងអស់គ្នាដែរផ្លូវ48យើងនេះគឺតាំងពីផ្លូវបំបែកស្រែអំបិលមកតាំងពីផ្លូវជាតិលេខ4បំបែកឡើងមកផ្លូវ48កោះកុងនេះគឺកស៊ូចាក់ស្អាតចឹងបងប្អូនគឺលងស្រលតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់មកលេងជីផាតចង់មកលេងកោះស្ដាច់បាទចង់ទៅលេងតតៃគឺអត់ពិបាកទេគឺស្រួលធ្វើដំណើរមែនតើលងស្រលតែម្ដងហ្នឹងហើយឥឡូវខ្ញុំដល់ផ្លូវបត់ចូលទៅជីផាតហើយដល់ផ្លូវបត់ចូលទៅជីផាតហើយមុននេះខ្ញុំថាឈប់ញ៉ាំទឹកនៅខាងមុខនេះបន្តិចតែឥឡូវសម្រាប់ថាចាំខ្ញុំទៅដល់ជីផាតតែម្ដងចាំឈប់ញ៉ាំមកឲ្យខាតពេលបាទយើងស្គាល់ព្រោះខ្ញុំអត់ចង់ទៅដល់ខ្នងក្រពើយប់ពេកទេហ្នឹងហើយខ្ញុំអត់ចង់ទៅដល់ខ្នងក្រពើយប់ពេកទេហើយទៅដល់ចន្លោះថាម៉ោង4ម៉ោង5អីដើម្បីយើងសល់ពេលរកទីតាំងផងណាស្អាតព្រោះឥឡូវឃើញបងប្អូនសហគមន៍គាត់ធ្វើកន្លែងបោះតង់បានច្រើនមានកន្លែងអង្គុយអញ្ចឹងណាចឹងចង់ទៅដល់វាភ្លឺទៅដើម្បីទីតាំងមួយស្អាត enjoy មួយទេសភាពអីចឹងណាព្រោះខានទៅខ្នងក្រពើយូរដែរហើយបាទខានទៅយូរមែនតើហើយនេះគឺស្ថានភាពផ្លូវចូលទៅកាន់ឃុំជីផាតដែលពីផ្លូវបត់ចូលហ្នឹងទៅដល់ផ្លូវបត់ចូលនេះទៅដល់ឃុំជីផាតវា18គីឡូបាទហើយពីជីផាតបន្តទៅដល់តំបន់អរ៉ៃហ្នឹងវាចូលប្រហែលជា40គីឡូទៀតហ្នឹងហើយសម្រាប់ផ្លូវចូលមកជីផាត18គីឡូនេះគឺផ្លូវដីនេះគឺមិនជាពិបាកទេបានតែព្រុសក៏អាចមកបានដែរក្លុកវាមានទូតិចអញ្ចឹងទេវាអត់ជ្រៅអត់អីណាបាទទោះបីនៅក្នុងរដូវវស្សាក៏នៅតែអាចជិះបានដែរបងប្អូនផ្លូវនេះហើយរដូវវស្សាវិញសងខាងនេះគឺស្អាតខ្លាំងមែនតើគឺ the best តែម្ដងអូបងប្អូនអាចឃើញហើយស្មៅឆ្នាំនេះគឺលាស់លឿនមែនតើឡើងខៀវហ្មងហើយផ្កាស្មៅស្អាតខ្លាំងមែនតើនេះបាទ Yes ឥឡូវខ្ញុំមកជិតដល់កំពង់ដរជីផាតហើយនេះគឺជាការ៉ាសាំងចុងក្រោយហើយដែលជាផ្លូវដែលខ្ញុំត្រូវជិះកាត់ហ្នឹងគឺនេះគឺជាការ៉ាសាំងចុងក្រោយអញ្ចឹងខ្ញុំត្រូវចាក់វាបំពេញឲ្យហើយដើម្បី make sure ថាខ្ញុំអាចធ្វើដំណើររហូតតតែខ្ញុំចោះទៅដល់រលាក់កងជើងហើយទៅចាក់នៅរង្វង់មូលស្រុករ៉ាល់តែម្ដងបាទមកពេញគឺខ្ញុំអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនឹងបានហើយសុំធម្មតាមកពេញ
mà 10000 cốt à con yes yes សម្រាប់បញ្ហាសាំងគឺអូខេហើយគឺខ្ញុំអត់ត្រូវសកូសាំងអីទៀតទេគឺយើងអាចធ្វើដំណើរបានដោយសុខសប្បាយហើយនៅខាងមុខនោះគឺយើងបត់តែបន្តិចទៅគឺដល់កន្លែងឆ្លងដទៅក្រោយមកខាងហើយទើបយើងបន្តដំណើរពីជីផាននេះទៅតំបន់អរ៉ែងបើយើងគិតពីកំពង់ដនេះទៅវាចូលប្រហែលជាជិត50គីឡូតែបើយើងគិតពីអូមលូទៅវាតែ30ជាងទេឡានច្រើនមានភ្ញៀវមកលេងច្រើន yes យើងម៉ូតូយើងត្រូវមកឆ្លងនៅខាងនេះOh wow, so cool, man. Bye. Wow. Woo. យើងត្រូវសេរីវាហើយសេរីវាបវលក្បាលវាហើយដើម្បីទៅដល់នោះយើងជិះឡើងតែម្ដងឥឡូវខ្ញុំចេញពីកោះស្ដាច់មកដល់ជីផាតពងឲ្យឆ្លងដទៅថយមកខាងដើម្បីយើងបន្តដំណើរទៅតំបន់អរ៉ែងទៀតឥឡូវនេះគឺម៉ោង 10:57 នាទីអញ្ចឹងខ្ញុំជិះពីកោះស្ដាច់មកកន្លែងខ្ញុំយកម៉ូតូវាប្រហែលជា1ម៉ោងតិចតួចបាទតែឡើងទៅដល់លើខ្ញុំសម្រាប់ញ៉ាំទឹកមួយផ្លែតទើបខ្ញុំធ្វើដំណើរបន្តទៅទៀតព្រោះខ្ញុំជិះពីនោះមិញអត់ទាន់បានញ៉ាំទឹកអីម្ដងទេសម្រាប់ញ៉ាំទឹកហើយអាចនឹងរកមើលខ្ចប់បាយដើម្បីទៅដល់អរ៉ែងហើយគឺយើងបន្តដំណើរទៅទៀតមកយើងអត់ញ៉ាំបាយយើងបន្តទៅដើម្បីចាប់ដល់បាយទៅឃ្លានតាមផ្លូវឃ្លានឡើងណាញ៉ាំឡើងហ្នឹងហ្មងហ្នឹងហើយបាច់នេះសម្រាប់ឡានមិញនោះក្រុមហ៊ុនប្រហែលជាត្រៃតុនមកទៅពួកគាត់មកច្រើនឡានហើយគាត់មានថតមានអីម៉ូតឡានគាត់អរគុណច្រើនអូខេឈប់ញ៉ាំទឹកមួយសិនដល់ឡើងខ្ចប់បាយហ្មងហើយជាល្អញ៉ាំទឹកមួយសិនទៅទៀតបងសុំទឹកត្រជាក់ម្ដងបងញ៉ាំទឹកម្ដងសិនរបបស៊ូសាំហើយរឿងបន្ទាប់ដែលខ្ញុំត្រូវធ្វើហើយរកគឺខ្ចប់បាយគឺខ្ញុំត្រូវតែខ្ចប់បាយយើងមកដល់រឿងថ្ងៃចេះវារឿងពិបាកតិចបាយរឿងអីសុទ្ធតែសម្រងបងប្អូននៅជីផានេះនៅរដូវវស្សាcòn nàyយើងជិះក្នុងភូមិនេះក៏ fresh ក៏មានអារម្មណ៍ថា fresh ដែរបងប្អូនឃើញនេះរដូវប្រាំងណាវាបានភ្លៀងកក់ខែច្រើនទៅធ្វើឲ្យរុក្ខជាតិនឹងវាពណ៌បៃតងហើយតម្រាំតែរដូវវស្សាទៀតគឺកាន់តែស្អាតជាងនេះទៀតហើយចាប់ពី
khai còi tới cứ miền phải chơi nhám chả này nhiều vừa nhiều lỡ chập đam phải chập đam tôm ấy tại terrain nơi terrain vài pi khai thiết bàn tôm bà y phò lá đang thà con lụa bài với nhìn thử thế này ô lụa với này chẳng nhom nhằm bài hỏi ô lụa với hai bên đây nhám mày bông ăn miếng đấy nè họ con bông ai giờ chăm tới nhám bài nè rải ngỗng thằng ấy Sợi mình để khẳng mục này cứ lời châu từ tật lệ chai khu những chi châu từ vài chục hẻm này tí đó rồi đó tật lệ chai khu rồiនេះគឺអូកៃបាទចកាត្រេនអូត្រេនច្រើនមែនតើល្អណាស់បងប្អូនអរគ្នាផ្លែហើយតែវាអត់ទាន់ទុំទេប្រហែលជា2ខែទៀតខែ5ទុំហើយខែ5ឬពាក់កណ្ដាលខែ5ហ្នឹងទៅសក់ផ្អែមនៅជីផាតនេះអំណោយផលខ្លាំងមែនតើសាម៉ៅអត់តន់ទុំទេវាធំហើយតែវាអត់តន់ទុំទេអញ្ចឹងមកខ្ញុំថាចាប់ពីខែក្រោយទៅគឺមកគឺមានផ្លែឈើញ៉ាំបដាហើយសាម៉ៅញៀវអីហ្នឹងមកខូតអីចឹងណាប៉ុន្តែបើតរ៉េនតលតែខែ5terrain ខែ5ទៅទុំបាទកន្លែងស្នាក់នៅដែរ Sunbear Valley បាទហើយទៅមុខតិចទៀតទៅគឺ The Stop Stay បាទក៏ជាកន្លែងយើងស្នាក់ដែរកន្លែងទាំងពីរគឺសុទ្ធតែមានផ្ទះហើយមានរៀនសម្រាប់បោះតង់បានដូចគ្នាបាទរដូវវស្សានៅជីផាតនេះបងប្អូនគឺអែមខ្លាំងមែនតើរដូវវស្សាគឺថា the best តែម្ដងគេឥឡូវខ្ញុំចូលលេងបន្តិចប៉ុន្តែខ្ញុំអត់ដឹងថាបងឈួននៅឬក៏អត់ទេខ្ញុំអត់បានប្រាប់គាត់មុនទេ Wow fun it's so greenហើយបងប្អូនទាំងគ្នាអាចឃើញនៅទីតាំងនៅខាងក្នុង resort មួយកន្លែងនេះគឺធំទូលាយហើយគាត់រៀបចំបានស្អាតខ្លាំងមែនតើដែលបងប្អូនទាំងអស់គ្នានឹងចាំទៅមើលជាមួយខ្ញុំនៅខាងក្រោយគឺមានរៀនសម្រាប់យើងបោះតង់បានដែលនៅជាប់មាត់ទឹកតែម្ដងហើយសម្រាប់ការបោះតង់នៅទីនេះគឺបើសិនជាបងប្អូនទាំងគ្នាប្រើប្រាស់តង់ខ្លួនឯងគឺចំណាយតែ20000រៀលទេហើយអាចប្រើបន្ទប់ទឹកស្អាតមានភ្លើងសម្រាប់ប្រើប្រាស់មាន Wi-Fi សម្រាប់ប្រើដើរលឿនមែនតើគឺនិយាយទៅគឺល្អខ្លាំងមែនតើហើយមានកន្លែងអង្គុយញ៉ាំអីបែបឈៀលខ្លាំងមែនតើនេះគឺជារៀនដែលយើងអាចបោះតង់បានហើយនៅមានរៀនធំទៀតដែលនៅជាប់មាត់ទឹកហើយបើសិនជាបងប្អូនទាំងគ្នាចង់ប្រើប្រាស់តង់ខាង resort ក៏បានដែរគឺមានប្រភេទតង់ធំខ្ញុំអត់ច្បាស់ថាតង់ធំនេះតម្លៃប៉ុន្មានទេតែដូចជាមិនថ្លៃប៉ុន្មានទេដូចជាមានតម្លៃចាប់ពី25មាន30មាន35មាន40មាន45អញ្ចឹងណាទៅតាមទំហំតង់ហើយរៀននៅខាងក្រៅនេះគឺធំល្អមែនទែនដែលយើង
ឃើញនឹងបានឃើញទឹកជ្រោះនៅខាងក្រោយតែម្ដងហើយមួយទៀតឥឡូវនេះគាត់ក៏បានកំពុងតែធ្វើផ្ទះដែរជាលក្ខណៈសម្រាប់ការស្នាក់នៅជាក្រុមគ្រួសារធំតែអត់តរួចទេប្រហែលជាអាចនឹងដើមខែ5នឹងរួចរាល់ហើយអញ្ចឹងបើសិនជាបងប្អូនដែលចង់មកជាលក្ខណៈក្រុមគ្រួសារមានសមាជិកច្រើនហ្នឹងគឺយើងអាចយកជាប្រភេទផ្ទះហើយផ្ទះនេះគឺថាមានសពគ្រប់មានតាំងពីទឹកភ្លើងម៉ាស៊ីនត្រជាក់អីគឺនៅក្នុងមួយអែមតែម្ដងមាន Wi-Fi មានអីដើមស្អាតបងប្អូនទាំងអស់គ្នាខ្ញុំ recommend មែនទែនសម្រាប់ការមកលេងនៅនេះហើយបងប្អូនមកមើលពីទស្សនវិជ្ជានៅខាងក្នុងផ្ទះវិញគឺមានភាពធំទូលាយហើយវេរ៉ង់ដានេះក៏ធំដែរវេរ៉ង់ដានេះសឹងថាអាចបោះតង់ដាក់សម្រាប់នៅខាងមុខនេះថែមបានទៀតហើយយើងក៏អាចអង្គុយញ៉ាំនៅខាងមុខបានដែរហើយបន្ទប់ទឹកអីគឺនៅក្នុងផ្ទះនេះស្រាប់តែម្ដងគឺមានភាពងាយស្រួលហើយយូរនេះទៅសក់ផ្អែមហ្មងនេះហ្នឹងត្រូវបងតាមហ្នឹងទឹកជ្រោះនេះតែខ្ញុំហៃលេងវិញចង់ស្គាល់ទៅរបស់អីឡើយបងច្រើនទៅតែស្អាតទៀតនេះខ្ញុំថតតាំងពីរដូវប្រាំងតាំងពីដើមខែ4ណាបងប្អូនប៉ុន្តែនៅតែមានទឹកលេងហើយទៅយប់ផងស្អាតដែរហើយអូខេឥឡូវខ្ញុំចេញពី The Stop Stay ទៅទៀតហើយបន្ទាប់ពីបងចូលមកលេងបងឈួនបន្តិចគាត់កាក់ញ៉ាំបាយថ្ងៃឥឡូវញ៉ាំបាយហើយគឺបន្តពី The Stop Stay ចេញទៅតំបន់អរ៉ែងប្រហែលជា40នាទី40ទៅ50នាទីគឺដល់តំបន់អរ៉ែងហើយថា1ម៉ោងចុះខ្ញុំទៅដល់ផ្ទះ7ហើយ yes ហើយទើបយើងបន្តឡើងទៅក្នុងផ្សារទៅក្នុងក្រពើអែមនៅខាងមុខខ្ញុំនេះគឺអូម៉ាឡូទឹកធ្លាក់យើងជិះពី The Stop Stay មកហើយជា3 4 5នាទីដល់យើងក៏អាចដើរមកក៏បានដែរទឹកធ្លាក់ហ្នឹងស្អាតខែនេះមានផ្កាស្មៅនេះស្អាតមែនតើអូស្អាតមែនតើផ្កាស្មៅនេះអស់ផ្ទះប្រជាជនហើយយើងចាប់ផ្ដើមជិះពីនេះទៅគឺក្នុងព្រៃសុទ្ធហើយគឺលែងមានផ្ទះប្រជាជនហើយតែអាចនឹងមានប្រជាជនដែលគាត់ធ្វើដំណើរឆ្លងកាត់ពីជីផាតទៅអរ៉ែងពីអរ៉ែងមកជីផាតគឺថាគាត់មកលេងបងប្អូនអញ្ចឹងណាពេលខ្លះអ្នកអរ៉ែងមកលេងអ្នកជីផាតអីចឹងទៅឬក៏អ្នកជីផាតមកលេងអរ៉ែងអញ្ចឹងទៅនេះដោយសារតែមួយរយៈនេះភ្លៀងកក់ខែច្រើនហើយអញ្ចឹងវាធ្វើឲ្យដីនេះវាយើងមានភក់តិចតិចចឹងណាតែបើខែភាសាវិញពេញលេងហើយល្អណាស់ខែភាសាមិនមែនជិះ1ម៉ោងដល់ទេខែភាសាគឺជិះយូរ1ម៉ោងទេអញ្ចឹងគឺយើងត្រូវជិះកាត់ចលងភ្នំហ្នឹងកាត់ភ្នំហ្នឹងតែម្ដងមួយរយៈនេះឃើញមានឡានធ្វើដំណើរច្រើនដែលពួកគាត់មកលេងជីផាតហើយគាត់បន្តដំណើរទៅអរ៉ែងព្រោះទឹកដីពីរនេះគឺជាទឹកដីដ៏ស្រស់ស្អាតមែនទែនហើយឆ្នាំនេះនៅអូថ្មទើងនៅអីគឺមានការធ្វើស្ពានហើយស្រួលមែនតើអត់ដូចឆ្នាំមុននេះដែលយើងត្រូវជិះឆ្លងទឹកឆ្លងអីទៅវាពិបាកឥឡូវយើងឆ្លងស្ពានទៅឡើងល្វឹងតែម្ដងអញ្ចឹងគឺ
វាងាយស្រួលច្រើនងាយស្រួលជាងមុនច្រើនណានេះបងប្អូនឃើញទេបើសិនជាភ្លៀងវិញគឺអូមកជីទេដល់ខ្លាំងចឹងដល់ប្រាំងទេវាអត់អីទេតែតែមានភ្លៀងរលឹមឬកក់ខែតែបន្តិចហ្នឹងអូអែមខ្លាំងណាស់អូ my god អ្នកគ្នាឃើញមេឃសីមិញវត្តមកចំកញ្ចក់វ៉ែនតាហ្មងចឹងពាក់មួកគឺការពារបានល្អណាស់នេះប្រហែលជាភ្លៀងយប់មិញមកទៅបានដីនៅសើមអាចនឹងភ្លៀងយប់មិញនេះគេហៅថាអូសាឡាវបាទឥឡូវនេះគេហៅអូសាឡាវអូយប់មិញភ្លៀងបងប្អូនបានដីសើមនេះស្នាមមីនឡានគាត់ជិះទៅមកច្រើនអត់មិញនេះស្នាមវារៀងសើមចឹងខ្ញុំអត់សូវហ៊ានលឿនខ្លាំងទេខ្លាចបាសជើងបើជិះលេងច្រើន1ម៉ោងចេញផុតព្រៃនេះហើយម្ដុំនេះដូចជាផ្លូវដែលយើងចូលទៅទឹកធ្លាក់មួយនៅខាងស្ដាំដៃនេះទឹកធ្លាក់អូសាឡាវបាទហើយទឹកធ្លាក់ហ្នឹងបែកមុខពីរចេះបែកមុខទៅពីពីចេះស្អាតមែនតើទៅនៅតំបន់ជីផាតនេះគឺសម្បូរទឹកធ្លាក់ស្អាតច្រើនមែនតើបាទតែគាត់ថាតតែចូលដល់ខែពីខែ6ទៅអញ្ចឹងណាទៅមានទឹកហើយ6ទៅចាប់ផ្ដើមភ្លៀងខ្លាំងរៀងជោគជាំហើយអញ្ចឹងគឺទឹកតាមទឹកជ្រោះគឺវាមានហើយស្អាតមែនតើអូស្លជូរទីយងជ័យសាច់ងន់មិនជាតិមែនតើបងប្អូនជាតិខ្លាំងណាស់ឆ្ងាញ់ណាស់ថាចូលលេងគាត់មើលផ្ទះដែលគាត់ធ្វើនោះទេថាទៅវារួចគឺកនៅអញ្ចឹងណាដល់ពេលចូលមកគាត់ជួនគាត់កំពុងតែធ្វើម្ហូបតែម្ដងហើយវាគាត់ជួនមកដល់វាចំពេលថ្ងៃត្រង់ទៀតអញ្ចឹងក៏គាត់ញ៉ាំបាយសិនហើយគឺថាជាតិមែនតើតែខ្ញុំនឹងព្យាយាមចេញពីអរ៉ៃទៅឲ្យស្រូតឲ្យឆាប់បានលឿនទៅដល់នោះឲ្យទៅដើម្បីឲ្យទៅដល់ខ្នងអំពើឲ្យលឿនបន្តិចបាទណាផ្លូវអានេះវាងលាក់តិច STR ខ្ញុំតែបើ XR វិញអូអែម XR បូមវា smooth ណាស់បាទតែបានជើងនោះជិះវាច្រើនជើងនេះខ្ញុំយក XR មកយក STR មកវិញស្ថានភាពផ្លូវប៉ុណ្នេះគឺខ្ញុំគិតថាភេទឡាន SUV អាចមកបានមិនចាំបាច់ដល់ទៅ pick up ទេតែបើខែភាសា SUV មកអត់កើតទេ SUV មកអត់កើតទេអូបងប្អូនឃើញទេផ្លូវទៅស្ពានហើយឡើងមកស្អាតកាលពីមុនគឺយើងត្រូវឆ្លងខាងក្រោមហ្នឹងមានទឹកមានអីចឹងណាហើយវាថ្មវាទៅវារៀងបាក់ជីតែយើងនៅតែមកបានតែគ្រាន់តែវារៀងបាក់ជីតែឥឡូវនេះគឺស្អាតភ្លឹងតែម្ដងអូខ្ញុំជិះប្រហែលជា5-10នាទីទៅតែជួបឡានមួយទេគាត់មកពីរ៉ៃអូឡានគាត់អបរ៉ូតមកអែហ្មងដូចឡើងនេះសិតតែផ្លូវទឹកអីអញ្ចឹងស្ពានគេលើកបានខ្ពស់ចេះល្អនៅខែភាសាក៏វាអត់ធ្វើឲ្យវាយទឹកហូរច្រោះដាច់អញ្ចឹងណាសង្ឃឹមថាខែភាសាផ្លូវនេះនៅតែអាចធ្វើដំណើរបានសម្រាប់ម៉ូតូនិងឡានអបរ៉ូតមួយចំនួនឡាន pick up មួយចំនួនដើម្បីឲ្យខែភាសាមានភ្ញៀវបានមកលេងតំបន់អរ៉ៃបានច្រើនដូចជាគាត់មកលេងជាផាតហើយគាត់ចង់បន្តដំណើរមកអរ៉ៃអញ្ចឹងយើងអាចធ្វើដំណើរតាមផ្លូវនេះបានគឺវាចំណេញពេលច្រើនមែនទែនដោយសារតែផ្លូវនេះគឺកាត់មកជាផាតគឺកាត់ពីជាផាតមកអរ៉ៃនេះគឺចិត្តណាបើយើងជិះតាមវាពីឆ្ងាយយើងខុសគ្នាឡើង100គីឡូជាងមិនមែន100គីឡូស្ដើងទេ100គីឡូក្រាស់ហ្នឹងឃើញថាវាឆ្ងាយមែនទែនហើយយើងជិះតាមនេះគឺចិត្តមែនទែនយើងមកដល់ជីផាតដូចមកដល់អរ៉ៃអញ្ចឹងណាបងប្អូនបាទហើយ pick up សម្រាប់ pick up ផ្លូវប៉ុណ្នេះមានអីបងប្អូនបាទប្រយគាត់ជិះប្រយតែម្ដង
ហើយនៅអរ៉ៃនៅជីផាតហើយនឹងអរ៉ៃខែភាសាគឺស្អាតខ្លាំងណាស់បងប្អូនខ្លាំងមែនតើហ្មងម៉ូតូខ្ញុំពេលទៅវិញប្រហែលជាត្រូវ check បន្តិចមានអារម្មណ៍ថាវាវាឈក់បន្តិចប៉ុន្តែអត់តាក់ទងជាមួយនឹង3ទេបាទតាំងពីចេញពីកន្លែងមកឈួនមកគឺជួបតែម៉ូតូមួយដែរជួបនៅអូក្រូចហើយមុនហ្នឹងជួបឡានមួយគ្រឿងទៀតហ្នឹងបាទហើយបងប្អូនឃើញហើយផ្លូវនេះគឺអត់មានផ្ទះប្រជាជនមានអីទេហើយថ្ងៃខ្លះទៅក៏មានប្រជាជនគាត់ធ្វើដំណើរឆ្លងកាត់ច្រើនថ្ងៃខ្លះទៅពេលខ្លះខ្ញុំជិះមកហ្នឹងរហូតទៅដល់រ៉ៃហ្នឹងគឺអត់មានឃើញមានអ្នកឆ្លងកាត់ទេពេលខ្លះទៅក៏មានពេលខ្លះទៅក៏អត់ជាងថ្មក្បាលថ្មបន្តិចម៉ូតូខ្ញុំវាឆ្លក់បន្តិចទៀតយើងមួយយើងនេះអត់បានហើយខ្ញុំតែងតែ check up វាជាប្រចាំហ្មងរាល់ពេលដែលខ្ញុំត្រឡប់ពីខេត្តទៅដល់ភ្នំពេញវិញគឺខ្ញុំតែងតែយកទៅ check នៅជាងខ្ញុំជាប្រចាំហ្នឹងគឺនៅហាងបងណារងមួយរយៈនេះភ្លៀងកក់ខែរៀងច្រើនទៅពេលអញ្ចឹងទៅវាចេញក្បាលថ្មច្រើនមែនទែនបាទចេញក្បាលថ្មច្រើនមែនទែនកាលពីខ្ញុំមកចែកអំណោយអត់ស្អីទេឥឡូវនេះក្បាលថ្មច្រើនមែនទែនតែនៅតែអាចជិះបានមិនប៉ុន្តែមិនជាបញ្ហាទេកន្លែងស្ពានហ្នឹងសុទ្ធតែជាផ្លូវទឹកហ្នឹងបងប្អូនសុទ្ធតែអូផ្លូវទឹកវាត្រូវហូរកាត់អញ្ចឹងបានខែភាសាវាប្រវត្តិនឹងធ្វើដំណើរនៅពេលដែលទឹកហូរខ្លាំងទៅយើងម៉ូតូយើងពិបាកជិះហើយយើងក៏មានគ្នាជួយសែងជួយអីចឹងណាឥឡូវតាំងពីគេធ្វើស្ពាននេះមកចាំមើលចូលភាសាឆ្នាំនេះតើស្ពានទាំងអស់ហ្នឹងនៅអាចប្រើប្រាស់បានឬក៏អត់ព្រោះដោយសារតែឆ្នាំមុនក៏ធ្វើដែរប៉ុន្តែត្រូវបានទឹកហូរច្រោះដាច់អស់អញ្ចឹងណាតែឆ្នាំនេះឃើញថាពួកគាត់ធ្វើបានលើកវាខ្ពស់ហើយមើលទៅវារឹងមាំល្អដែរចឹងសង្ឃឹមថាចូលភាសាឆ្នាំនេះខែចូលខែភាសាឆ្នាំនេះនឹងអាចនៅប្រើប្រាស់បានយើងមកលេងអរ៉ៃយើងមកតាមជីផាតនេះដដែលគឺវាអែមដូចខ្ញុំនិយាយអញ្ចឹងយើងមកដល់ជីផាតដូចមកដល់អរ៉ៃអញ្ចឹងបងប្អូនទាំងអស់គ្នាឥឡូវម៉ោង1កន្លះហើយជីបានកន្លះម៉ោងហើយខ្ញុំមិនតន់ឡើងដល់ចំណោតថ្មបៀតទេយើងដល់ចំណោតថ្មបៀតហើយយើងចុះពីថ្មបៀតនឹងទៅប្រាវទៀតគឺយើងដល់តំបន់អរ៉ៃហ្នឹងឥឡូវនេះគ្រោះហមមកដល់ពេលហើយវារៀងឡើងទៀតដល់ពេលយើងប្រឹងទៅវារៀងផាយយើងកំពុងតែឡើងមកភ្នំបន្ទាប់មកយើងឡើងផុតហើយដល់ផ្លូវបេតុងហ្នឹងយើងឡើងផុតផ្លូវបេតុងហ្នឹងទៀតហើយយើងចាប់ផ្ដើមចុះហើយយើងចុះទៅវិញយើងជិះចុះរហូតផ្លូវបេតុងអានេះរៀងទាបហើយខាងមុខនោះมันវារៀងចោតប៉ុន្តែនៅក្នុងវីដេអូបងប្អូនគ្នាប្រហែលជាអត់ឃើញថាវាចោតទេតែនៅខ្យៅគឺមកអែមដែរ yes អូអែមពេលយើងចាប់ផ្ដើមចុះទៅរហូតអញ្ចឹងណាហើយជា20នាទីទៀតដល់រង្វង់មូលថ្មដូនពៅហើយបងប្អូនហើយខ្ញុំស្គាល់ខ្ញុំដឹងពីផ្លូវនេះច្បាស់ដោយសារតែខ្ញុំអាសាជិះដែរអញ្ចឹងហើយម្ដុំនេះគឺស្អាតមែនទែនអូលឿនអត់កើតទេដោយសារតែថ្មកតិចថ្មទូចនេះតែលឿនគឺនឹងតែដួលហើយ
xa đây bóng bóng đó này hay từ trẻ đó trẻ mình đây bóng nhung kết thành nhung vẽ ai tao mà tròn đấy tại nhung mơ tại mà cắt thiệt tới vì hiện tôm chân nhung có vẽ ai cả nhung được tại xa có play tích bộ miền lan thua tầm nào cắt chẳng cứ dừng thời đã xa play tích chỉ vương vợ cái này ô hăng được chia nó phải để những chi mình tô lang cho phong long ra những hăng được chia những liệp tục mòn tới những gì dùng liệp tục mòn những tới về những bát hăng rồi xa đây bong bóng nhỏ này ô em nè chạy rồi mình lên cái lại pha nó hay play mình play mà to tới nó người dương trôi tới can cầm lô đồng bọn cầm lô đó phun cầm lô hay còn mình play ai mình to là hô nó tới đó chầm bọ tới đó cái rôm đó chai riêng vậy chẳng á nó vòng vòng tại những chi nông play tại mình play bài này hết nè play tầm mà to đây và tại không chừng lọt play nếu như mà lọt chi phí này tới thế và ai có kết đái thà pena môi là cả lỗ nhôm đường xạ là bóng nhôm đường xạ là bóng chỉ vì khăn đi tới một đòn là dương nhôm mà đo lại một cô này vừa nhảy trong man này thà chất đo đồng bọn là lại nhảy chất đo là bụng mua mò đồn tới cái bằng vồn lỡ mà môi sai sập mà nhầm tranh nó đọc pi chiêng nhầm tranh mà mình đọc pi ha sập đang hay về dân chi mà máu chỉ lấy khơi tập bộ thế lắm ấy khơi xà lại này cứ xà lại riêng phun có nhầm thọp vô xong bẹt sập hơi vô mà chạy không ai niệm đòn đã dựng bọt đám dương từ miền phun môi đáy nơi càng trông nó hay từ càng nó cứ play từ tật lẹ chai dần cây mà dựng bọt phơi nó cứ dựng từ đòn từng rải từ mà càng cài chai vô chai tập quang chai mà rồi từng rải nghe nắng và cứ dựng từ tam nâng and yes đòn bông môi ấy tại những mặt chọc tới ngày ní tới tròn nó cứ play chắc lang tới khnon của pư nung khnon của pư hay nó có tranh tới khnon xa bàn này còn tay buổi chi tam play chắc này cứ thở cà phê hỏi nè cho lọt vì phẩm muối tới phẩm bảy màu bà bản đò bản đò nung khnon của pư phẩm muối tới bảy màu nó bảo sân chỉ ăn miền ốp sạn đôi chỉ miền phliêng miền ấy khlang ấy giống á play mình sơ là ok dương ai chi ban thì lọt vào nâng đây bởi dương chi tam nó chăm mơ tầng ọc này là nhóm phở phê mà anh phi đồng bọn ở lại tới rồi hồ tới đó không xá không được vừa tôi tự ca từ đấy nông rồi smile ca smile xa mình tên trời lộn phân ông xa mình tên mong phong đó khai và xa khăn đồng bọn ở lại khai xa cứ thành nhẹ xa chẳng cái nàyนี่คือเจียตีประชุมชนนะcáiนี้คือเจียตีประชุมชนในดมบอลอะไรบ่ตีประชุมชนอันนี้คือจีสตังอะไรในขนมรถเดือปรังรถเดือภาษาคือตักเป็นแต่มาดองว่าสตังนี้คือหน่อยพอคลังเป็นแทนสำหรับประชาชนในรุ่นในขนมบอลอะไรนี่ยังบอดช่วยยังเตอร์วิลปียังtranhเตอร์วิลปีtừ phơi sai bảyยังหลังtừ cọt còngอันนี้คือยังtớiนี่phơi từ một cái cái xài vô xài tập quang hay trắng nó không vốn nhóm bọn miền trời chạy sang ăn miền ấy thế chẳng phải gọi miền thời tích ngay sớm đấy chương đi chẳng cứ nhóm tới tia show tia hồng phơi tích 2 giờ bàn tranh tới tia thế á
ហើយបានយើងថតដំណើរបុកទៅក្នុងផ្សារក្នុងកាហ្វេតែម្ដងអែមខ្ញុំផ្លូវអបរ៉ូតឡើងភ្នំអីចឹងអូចូលចិត្តនៅភូមិនេះបងប្អូនទាំងគ្នារដូវវស្សាព្រលឹមឡើងគឺមានពពកហូរកាត់ពីលើហ្មងកាត់ពីលើចឹងហើយគឺស្រស់ស្រាយខ្លាំងមែនតើគឺភូមិនេះគឺនិយាយទៅ the best មែនបាទដីក្រហមហើយដំណាំបត់ដាំហើយស្អាតបងប្អូនស្អាតមែនតើឥឡូវយើងត្រូវចូលផ្ទះបងអូនធាសិនដើម្បីគាត់យកអវ៉ាន់ហើយយកបបរមួយចំនួនដែលយើងត្រូវយកទៅតាមខ្លួនសាម៉ៅអត់ទាន់ផ្លែទេអូផ្លែហើយតែនៅអត់ទាន់ទុំបាទបងគេឥឡូវយើងទិញរបស់របរគ្រប់គ្រាន់រួចរាល់អស់ហើយយើងបន្តទៅភូមិដែលនៅឆុងគេគឺភូមិចំណាហើយបន្ទាប់មកបានយើងបន្តដំណើរចាប់ផ្ដើមឡើងតាមផ្លូវឈូសទៅកាន់ភ្នំខ្នងសាបាទយើងត្រូវជិះតាមជើងភ្នំហ្នឹងចុងខាងនោះជិះតាមជើងភ្នំឡើងទៅលើយើងត្រូវកាត់ភូមិបលាយភូមិបលាយហើយភូមិតងើហើយបានយើងទៅដល់ភូមិចំណាគឺជាភូមិដែលនៅចុងគេនៅជិតភ្នំនោះហើយយើងត្រូវជិះតាមជម្រាលជើងភ្នំហ្នឹងដើម្បីឡើងទៅកាន់ខ្នងសាហើយនៅខាងឆ្វេងខ្ញុំនេះទឹកឆាយយោងឆាយតប៉ាងនៅខាងនោះឆាយតប៉ាងនៅខាងនោះវិញអញ្ចឹងឆាយយោងតែតប៉ាងគឺនៅឆ្ងាយពីគ្នានេះសាលាបឋមសិក្សាបលាយដែលខ្ញុំមកចែកអំណោយកាលពីជើងមុនហ្នឹងតែវីដេអូហ្នឹងខ្ញុំនៅអត់ទាន់បានធ្វើទេបងប្អូនទាំងគ្នាដោយសារតែមួយរយៈនេះគឺខ្ញុំឈឺខ្ញុំគេងពេទ្យបាទអត់បានធ្វើវីដេអូទេឈឺខ្លាំងមែនតើមួយរយៈនេះត្រឡប់ទៅវិញនឹងធ្វើវាដើម្បីឆាប់បានផុសចែកជូនបងប្អូនទាំងគ្នាវីដេអូនោះស្អាតខ្ញុំថតបានស្អាតមែនតើជាពិសេសផ្លូវពីជីផាតមករ៉ែងថ្ងៃនោះគឺខ្ញុំជិះមកគឺភ្លៀងពេលយប់នៅពេលអញ្ចឹងវាធ្វើឲ្យមានអាប់មានពពកអូស្អាតខ្លាំងថ្ងៃនោះតែខ្ញុំនោះគឺឆាយតប៉ាងបងប្អូននៅខាងនេះនៅជលងភ្នំហ្នឹងជាទឹកធ្លាក់ដែលស្អាតជាងគេបំផុតក្នុងតំបន់អរ៉ែងបាទខ្ញុំហ៊ាននិយាយថាសឹងអាចហ៊ាននិយាយថានៅក្នុងស្រុកខ្មែរទឹកធ្លាក់នេះគឺជាទឹកធ្លាក់ដែលស្អាតជាងគេបំផុតបាទខ្ញុំហ៊ាននិយាយព្រោះដោយសារតែវាមានកម្ពស់ខ្ពស់ខ្លាំងមែនតើកម្ពស់វារហូតទៅដល់70ម៉ែត្រជាង70-80ម៉ែត្រហើយទឹកធ្លាក់ហ្នឹងគឺវាធ្លាក់មកប្រប្រាស់ថ្មលើថ្មតិចហើយវាដល់ពេលដល់ក្រោមគឺវាបែកធំស្អាតមែនតើហើយទឹកនៅតំបន់ជួរភ្នំកវាញនេះគឺទឹកគឺថ្លាល្អមែនតើបាទអញ្ចឹងវាធ្លាក់មកវាបែកឡើងសតែម្ដងស្អាតខ្លាំងវីដេអូហ្នឹងខ្ញុំធ្លាប់ថតឲ្យអស់ហើយបងប្អូនបើសិនជាចង់មើលអាចចូលទៅក្នុង Facebook Page របស់ខ្ញុំដែលមានឈ្មោះថាបងស្នាឬក៏បងប្អូនទាំងគ្នាវាយថា
ទឹកធ្លាក់ឆាយតប៉ាងតំបន់អរ៉ែងតែប៉ុណ្្នឹងទៅគឺបងប្អូនទាំងគ្នាអាចនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតមួយហ្នឹងហើយបាទគឺស្អាតខ្លាំងណាស់មែនតើអូខេឥឡូវនេះយើងមកដល់ភូមិចំណាយភូមិចំណាយនេះគឺជាភូមិចុងក្រោយបង្អស់គឺជាភូមិចុងគេនៅក្នុងតំបន់អរ៉ែងហ្នឹងណាបាទគឺជាភូមិចុងគេហើយយើងធ្វើដំណើរបន្តនេះគឺផ្លូវនេះគឺយើងទៅឆាយតប៉ាងទៅទឹកធ្លាក់ឆាយតប៉ាងហើយយើងត្រូវធ្វើដំណើរតាមហ្នឹងទៅតិចទៀតយើងដល់ផ្លូវដែលឈូសហ្នឹងហើយផ្លូវដែលធ្វើដំណើរទៅខ្នងផ្សារខ្នងផ្សារគឺនៅចំណុចខាងនោះអញ្ចឹងយើងមិនមែនជិះឡើងលើភ្នំគួរនេះទេយើងជិះតាមរសៀលតាមជើងភ្នំហ្នឹងតែក៏វារៀងឡើងដែរវានៅមានឡើងមានអីតិចតួចដែរវាអត់ទេគុយបងប្អូនបេះគុយលក់ច្រើនមែនតើ Yes ឥឡូវយើងមកដល់ផ្លូវឈូសហើយយ៉ាចម្ងាយពីនេះទៅកាន់ក្នុងផ្សារចម្ងាយតែខ្ញុំជិះជើងមុនចម្ងាយខ្ញុំវា18គីឡូបាទហើយខ្ញុំគិតថាវាត្រូវគឺប៉ុណ្្នឹងឯងតែយើងជិះប្រហែលជា1ម៉ោងជាងគឺដោយសារតែវាមិនមែនស្មើយើងជិះឡើងចុះឲ្យកាច់កង់ដល់ពេលចឹងទៅយើងជិះអត់បានជិះលឿនអីណាទេយើងឆ្លងទៅមុខបន្តិចយើងនឹងឆ្លងកាត់ស្ទឹងដែរស្ទឹងអរ៉ែងយើងត្រូវឆ្លងស្ទឹងខែភាសាយើងអាចជិះម៉ូតូឆ្លងបានទេខែភាសាយើងត្រូវលើកម៉ូតូដាក់លើទូកដើម្បីឆ្លងទៅត្រើយមកខាងតែខែនេះគឺខែប្រាំងចឹងទៅគឺទឹកវាតិចយើងអាចជិះម៉ូតូឆ្លងតែម្ដងអាយ៉យ Yes ទឹកថ្លាល្អមែនតើអាយ៉ាហើយក្មេងលេងទឹកឡូwowអូខេកាលពីខ្ញុំជិះនៅពេលដែលគេទៅតែឈូសឆាយហើយដំបងគឺហុយមែនតើហុយខ្លាំងមែនតើដល់ពេលបន្ទាប់មកទៀតឃើញបងគ្នាយើងអ្នកដែលគាត់ចូលចិត្តជិះម៉ូតូដែរហ្នឹងគាត់មកតាមក្រោយទៀតគឺបែកពួកវល់ដោយសារតែមុនពេលដែលគាត់មកហ្នឹងគឺមានភ្លៀងហើយភ្លៀងកក់ខែច្រើនទៅធ្វើឲ្យបែកពួកវល់ហើយឥឡូវនេះខ្ញុំក៏បែកពួកវល់ដែរតែសម្រាប់ខ្ញុំគឺវាអត់អីទេខ្ញុំសារជិះទៅតាមផ្លូវនេះបែបនេះច្រើនបងប្អូនប្រជាជនគាត់មកពីបេះផ្លែគុយរដូវនេះគឺជារដូវគុយចឹងគាត់បេះគុយលក់ខ្ញុំចេញពីនោះម៉ោង 2 កន្លះចេញពីផ្ទះធ្លាមកម៉ោង 2 កន្លះលើកនេះជិះបានរៀងថ្ងៃបើជើងទី1ដែលជិះសម្ពោធផ្លូវនេះគឺម៉ោង 4ខ្ញុំចេញពីតំបន់អរ៉ែងហ្នឹងជើងទី1ជិះពីអ្នកអង្គពៅពេលហ្នឹងផ្លូវទៅតែវាយភ្ជាប់ឲ្យភ្លាមក៏សម្ពោធនិយាយពីថាទេសភាពស្អាតញាក់សាច់អាយ៉ាល្អលើតើបងប្អូនទាំងអស់គ្នារៀងល្អដែរអញ្ចឹងអត់អាចលឿនពេកបានទៅជួយអែមទៅតានេះសบายទៅតាខានជាផ្លូវល្អអញ្ចឹងយូរដែរហើយអែមទៅតានេះអែមទៅតាជីចង់បាត់ផ្លូវបងប្អូនទាំងគ្នាអូខានលេងភក់យូរហើយលេងភក់ម្ដងពេញលេងបងប្អូននេះរៀង
អស់ទឹករយៈមុនឃើញបងប្អូនយើងមកលេងច្រើនគឺនៅទឹកនៅតាមនេះដល់ពេលអញ្ចឹងទៅអានេះវាល្អផងអីផងហើយទឹកទៀតអញ្ចឹងធ្វើឲ្យពិបាកជិះមើលផ្លូវអត់ឃើញអូខាងក្រោមនេះក៏ដូចជាមិនស្រួលដែរដោយសារតែដីនេះណែនមែនតើពេលអញ្ចឹងធ្វើឲ្យល្អបងប្អូនធ្វើឲ្យល្អមែនតើដីឡើងហាប់ណែនតែម្ដងពេលអញ្ចឹងធ្វើឲ្យល្អកង់ក្រោយធ្លាក់កង់ក្រោយធ្លាក់កង់ក្រោយធ្លាក់កង់ក្រោយមែនតែថាតែខ្ញុំបងអង្គវិញទៅធ្វើឲ្យម៉ូតូវាលុនពេលអញ្ចឹងវាធ្លាក់កង់ក្រោយឥឡូវវាចាប់ប្រើមទាញឆ្វេងទាញស្ដាំហើយអូអែមសប្បាយបទពិសោធន៍ទាំងអស់នេះសុទ្ធតែធ្លាប់ឆ្លងកាត់ហើយសម្រាប់ខ្ញុំប៉ុណ្នេះខ្ញុំគិតថាវាស្រួលមែនតើវាអត់មានអីនេះទេខ្ញុំធ្លាប់ជិះផ្លូវវ៉ាច្រើនមែនតើនេះដីស្ងួតអីត្រូវទឹកតិចនេះល្អខ្លាំងជាងអាខាងក្រោមទៀតណាតែដោយសារតែសម្បកម៉ូតូខ្ញុំវាសម្បកក្រោះពេលអញ្ចឹងទៅវារៀងកាឡាវាចាប់ជាមួយខ្ញុំច្រឡំនិយាយឲ្យប្រឡែងផ្លេចតែម៉ូតូខ្លួនឯងអង្គយ៉ាដល់ពេលអញ្ចឹងកាឡាម៉ូតូខ្ញុំវាចាប់ទៅវារៀងស្អិតវាអត់សូវនឹងធ្វើឲ្យល្អទេអញ្ចឹងបានម៉ូតូខ្ញុំអាចជិះបានគ្រប់ស្ថានភាពផ្លូវតែម្ដងក៏ស៊ូដីក្រហមល្អទឹកឡើងភ្នំអីទេខ្ញុំអាចជិះបានអូជិះគ្នាច្រើនសុបាយបងប្អូនជិះគ្នាច្រើនគឺថាអូសុបាយមែនតើជិះគ្នាច្រើនដឹងតែអែមអែមអីអែមឃើញគ្នាដួលអីហ្នឹងអូសុបាយខ្ញុំមកជើងនេះទៀតក៏ខ្ញុំនៅមានអារម្មណ៍ថារៀងស្រួលហើយណាផ្លូវជីនេះបាទរៀងស្រួលព្រោះទឹកវារៀងស្បោយនៅតាមផ្លូវច្រើនតាមក្លុកតាមអីហ្នឹងណាបាទមើលមកហឹកមុនដែលបងប្អូនយើងជិះមកហ្នឹងគឺឃើញថាទឹកនៅដក់ច្រើនមែនតើចឹងធ្វើឲ្យរៀងបាក់ជិះខ្ញុំមកនេះរៀងគ្រាន់បើហើយហូ4ឡាននៅនេះឡើយឮដំណឹងថាពួកគាត់ក៏ទៅក្នុងផ្សារដែរហើយគាត់ទៅតែចូលញ៉ាំបាយនៅផ្ទះបងពៅទេខ្ញុំចូលមុនហ្នឹងឃើញប្រពន្ធពៅពួកគាត់កំងបាយប្រពន្ធពៅដើម្បីឲ្យធ្វើអញ្ចឹងណាហើយពួកគាត់ភាសាហើយឥឡូវគាត់បន្តដំណើរទៅក្នុងផ្សារដែរអូខេនេះទៅជាបន្តទៀតពួកគាត់មុនហ្នឹងក៏ខ្ញុំជួបតាំងពីផ្លូវចូលជីផាតមកតាំងពីផ្លូវ48បាទផ្លូវនេះ pick up ជិះ pick up មកលេងគឺសុបាយហើយបើមកហ្នឹងហើយមានច្រើនឡានដូចគាត់ចឹងបើសិនជាឡានជាប់អីធ្ងន់យើងអាចជួយអូសគ្នាបានអញ្ចឹងណាបាទយើងអាចជួយអូសជួយអីគ្នាបានតែបើមកតែមួយឡានទេតែជាប់អីវាពិបាកអត់មានអ្នកជួយអូខេយើងប្រហែលជាផុតផ្លូវដែលបាយភក់វល់អញ្ចឹងហ្នឹងព្រោះនេះយើងចាប់ផ្ដើមឡើងភ្នំចុះភ្នំអញ្ចឹងណាអញ្ចឹងវាប្រហែលជាស្បើយហើយវាអាចនៅមានតិចតួចទេតែបើឲ្យដូចមិញហ្នឹងវាអត់ដូចទេគឺវាអត់អាចដូចមិញវារៀងច្រើនអញ្ចឹងអ្នកដែលអត់ធ្លាប់ជិះឆ្លងកាត់ឧបសគ្គអញ្ចឹងវាក៏ជារៀងបាក់អីគេហ៎គួយយ៉ាឥឡូវយើងចាប់ផ្ដើមជិះលើច្រឡងភ្នំហ្នឹងគឺឡើងចុះអញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺលែងសូវមានភក់ដូចដែលយើងចាប់ផ្ដើមពីក្បាលដំបូងភក់មិញប្រហែលជា2គីឡូ3គីឡូទេចម្ងាយហើយវាមិនជាពិបាកជិះអីណាទេភក់នេះបើសិនជារាំងភ្លៀងតើបាទទឹកអីអស់ស្ងួតចេះហ្មងបាទរាំងភ្លៀងមកទឹកអីគឺលែងមាននេះដោយសារតែភ្លៀងកក់ខែទៅក៏វាក៏នៅសល់អញ្ចឹងទៅអែមម៉ូតូខ្ញុំរៀងឆ្លក់បន្តិចតែវិញត្រូវឆែកចំណុចហ្នឹងចេញ
ចាញ់ហើយសំបីតែរត់ផ្លូវស្មើក៏វារៀងនេះដែរពេលដែលយើងជន់ប្រាំងហើយយើងធ្លាក់ speed ហ្នឹងវារៀងធ្វើឲ្យមូលមកយើងធុតវាអត់សូវអត់មានកម្លាំងដូចអត់មានកម្លាំងអញ្ចឹងអូអែមអូហូ it's so cold man wow អែមអូស្អាតឆ្លងភ្នំសងខាងអូស្អាតយើងជិះបានប្រហែលជា 50% ឥឡូវម៉ោង 3 កន្លះមានញ៉ាំទឹកតិចសិន boleh sete bual muiឡើងច្រាំងអូសឡៅមកដល់ដួលមួយ អូអែមអូកន្លែងនេះគឺជាកន្លែងដែលឡើងខ្លាំងជាងគេហើយខ្ញុំចាំបានខ្ញុំជិះជើងមុនជើងទី1គឺពេញលេងហើយកន្លែងនេះអែមរៀបចំនេះយ៉ាយចេះបុកអំបិលឲ្យទៀតពេលទៅហ៊ាននេះស្វាយទំហំស្វាយនេះគេហៅស្វាយទេមិនដាក់ទឹកទេអត់លៀងទឹកទេនេះអត់ទេអត់លៀងទឹកទេគឺមកធម្មជាតិទៅសបោចមកទាំងអស់ហ្នឹងយ៉ាឥឡូវខ្ញុំទៅជិតដល់ក្នុងផ្សារដែរ Yes finally ខ្ញុំមកដល់ក្នុងផ្សារហើយខ្ញុំរៀងលេតដោយសារតែចាំជួយប្រាប់ផ្លូវក្រុមបងឡានដែលគាត់ធ្វើដំណើរមកពីអរ៉ៃដែរនឹងខ្ញុំអង្គុយចាំខ្លាចគាត់ជ្រោះផ្លូវទៅឆាយ100គោលដៅគាត់គឺមកក្នុងផ្សារដល់ពេលអញ្ចឹងចាំជួយប្រាប់គាត់តិចជប់ប្រាប់គាត់មិញហើយឥឡូវគាត់មកដែរហើយ
Yeah finally ខ្ញុំមកដល់ក្នុងផ្សារ finally បាទ